ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបពិសេសថ្ងៃនេះគឺបានសាច់ក្រកអាំងជាមួយនឹងជ្រក់ល្ហុងបងប្អូនរសជាតិគឺឆ្ងាញ់មែនទែនហើយសម្រាប់ការអាំងសាច់ក្រកនេះគឺខ្ញុំអាំងជាមួយនឹងចង្កៀងហ្គាវបងប្អូនដែលយើងបាច់ប្រើជាមួយនឹងខ្ជុំឬក៏ម៉ាស៊ីន microwave អញ្ចឹងណាអញ្ចឹងមុនមើលវីដេអូបងប្អូនជួយ Subscribe ជម្រាបខ្ញុំមួយផងសម្រាប់គ្រឿងផ្សំជ្រក់ល្ហុងថ្ងៃនេះគឺខ្ញុំមានស្ករត្នោតអំបិលប៊ីចេងទឹកត្រីទឹកខ្មេះក្រូចឆ្មាមួយចំណិតនិងទឹកសុទ្ធខ្ទឹមសខ្ទឹមក្រហមម្ទេសល្ហុងនិងការ៉ុតបងប្អូនអញ្ចឹងដំបូងយើងចាប់ផ្ដើមចិតជាមួយនឹងការ៉ុតសម្រាប់ការ៉ុតនេះគឺខ្ញុំចិតតែសាយរបៀបស្តើងដើម្បីងាយស្រួលពេលដែលយើងជ្រុំជាមួយនឹងអំបិលទៅវាឆាប់ចូលហើយវាអត់ទៅរឹងខ្លាំងចឹងណាបងប្អូនអញ្ចឹងបន្ទាប់ពីយើងចិតការ៉ុតហើយយើងចិតជាមួយនឹងល្ហុងសម្រាប់ល្ហុងគឺចិតតែសាយដូចគ្នាថាយើងញ៉ាំជាមួយនឹងសាច់ក្រកគឺយើងប្រើជាមួយនឹងល្ហុងតែសាយបែបនេះគឺវាឆ្ងាញ់ចឹងណាបងប្អូនបន្ទាប់ពីយើងចិតតែសាយហើយអស់ល្ហុងដែលសល់យើងអាចចិតជាស្ដើងបែបនេះដើម្បីឲ្យសាច់ល្ហុងវាទន់ឆ្ងាញ់បន្ទាប់ពីយើងចិតល្ហុងរួចរាល់អស់ហើយយើងចាប់ផ្ដើមជ្រុំជាមួយអំបិលសម្រាប់អំបិលគឺខ្ញុំដាក់មួយសម្រាបបាយហើយយើងជ្រុំបែបនេះបងប្អូនគឺជ្រុំតិចៗមែនទែនថ្នមដៃអញ្ចឹងណាខ្លាយល្ហុងវាជាប់សាច់ហើយវាទន់អត់សូវឆ្ងាញ់នេះបន្ទាប់មកយើងទុកវាប្រហែលជា 4-5 នាទីបងប្អូនយើងឆ្លៀតពេលហ្នឹងមកហាន់ខ្ទឹមសខ្ទឹមក្រហមម្ល៉េះដំបូងខ្ញុំចាប់ផ្ដើមហាន់ជាមួយនឹងខ្ញីសម្រាប់ខ្ចីគឺខ្ញុំហាន់ជាបន្ទះស្ដើងហើយយើងចិតជាចំណិតស្ដើងអញ្ចឹងណាបងប្អូនដើម្បីឲ្យវាឈ្ងុយដាក់ខ្ញីទៅជ្រក់យើងវាកាន់តែឈ្ងុយទៀតអញ្ចឹងណាសម្រាប់ខ្ញីបងប្អូនដែលអត់ចូលចិត្តខ្ញីមិនបាច់ដាក់ក៏បានដែរប៉ុន្តែសម្រាប់គ្រួសារខ្ញុំឲ្យទៅធ្វើជ្រក់ល្ហុងគឺយើងតែងតែដាក់ខ្ញីព្រោះដោយសារខ្ញីវាមានក្លិនឈ្ងុយបងប្អូនដាក់ទៅធ្វើជ្រក់យើងកាន់តែឆ្ងាញ់អញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញីខ្ទឹមសខ្ទឹមក្រហមខ្ញុំបានហាន់រួចរាល់ហើយឥឡូវយើងមកចាប់ផ្ដើមមើលល្ហុងដែលយើងបានត្រាំអំបិលមុនហ្នឹងបងប្អូនប្រើអំបិលហ្នឹងឥឡូវគឺវាចាប់រៀងទន់តិចហើយអញ្ចឹងយើងយកវាមកលាងទឹកចេញអញ្ចឹងលាង 4-5 ទឹកណាបងប្អូនលាងតអស់ជាតិហ្នឹងហើយការលាងគឺយើងអត់លាងដៃធ្ងន់ទេយើងជ្រុំវាតិចៗអញ្ចឹងណាកុំឲ្យល្ហុងយើងវាទន់ខ្លាំងពេកពេលដែលយើងស្រង់វាមកយើងទុកវាសម្រាប់ទឹកបងប្អូនហើយចាំយើងយកទៅជ្រក់អញ្ចឹងណាហើយសម្រាប់ល្ហុងនេះគឺខ្ញុំបានស្រង់ហើយខ្ញុំសម្រោះទឹកវាហើយមួយទៀតបងប្អូនមុននឹងភ្លេចដាក់ទៅសក់ឥឡូវខ្ញុំហាន់ទៅសក់ថែមទៀតបងប្អូនមានជ្រក់ល្ហុងតលាសក់មួយមិនឆ្ងាញ់វាស្រួយអញ្ចឹងណាអញ្ចឹងដល់វគ្គយើងត្រូវធ្វើត្រីបងប្អូនទឹកត្រីយើងមានស្ករត្នោតអំបិលស្ករនិងប៊ីចេងហើយទឹកខ្មេះយើងដាក់ជាមួយនឹងទឹកត្រីបន្ទាប់មកយើងថែមជាមួយនឹងទឹកសុទ្ធយើងបងប្អូនទឹកសុទ្ធប្រហែលជា 200 ml ជាមួយនឹងយើងថែមខ្ញីខ្ទឹមក្រហមខ្ទឹមសនិងម្ទេសហើយសម្រាប់គ្រឿងទេសនេះគឺខ្ញុំប្រើជាមួយនឹងល្ហុង1 គីឡូបងប្អូនហើយបន្ទាប់មកយើងជ្រុំវាចូលឲ្យសព្វអញ្ចឹងណាសម្រាប់គ្រឿងផ្សំដែលលាយបញ្ចូលគ្នានេះបងប្អូនអាចភ្លក់មើលបានបើសិនជាស្ទើរអីបងប្អូនអាចថែមតាមចំណង់ចិត្តបានអញ្ចឹងណាតែសម្រាប់ខ្ញុំគឺយករសជាតិរៀងដិតជូរផ្អែមប្រៃរៀងដិតទៅពេលដែលយើងដាក់ជាមួយនឹងសក់ហើយនឹងបន្លែចូលទៅល្ហុងហ្នឹងគឺវាធ្វើឲ្យចូលជាតិគ្នាបានឆ្ងាញ់អញ្ចឹងណាបងប្អូនហើយសម្រាប់ការជ្រុំល្ហុងនេះគឺយើងអត់ប្រើដៃធ្ងន់ទេគឺយើងប្រើដៃថ្នមមែនតើដើម្បីកុំឲ្យល្ហុងយើងវាទន់ខ្លាំងហើយបើដាក់អញ្ចឹងវាល្មមអញ្ចឹងណាហើយពេលដែលយើងដាក់ចូលទូទឹកកកទៅវាធ្វើឲ្យល្ហុងយើងវាស្រួយឆ្ងាញ់ជាមួយនឹងទឹកសក់ហ្នឹងបងប្អូនជ្រុំបែបនេះប្រហែលជា 4-10 នាទីអញ្ចឹងណាបងប្អូនបន្ទាប់មកយើងរៀបចំវាសម្រាប់ដាក់ក្នុងប្រអប់ជាប់មួយមកបងប្អូនមានកែវដាក់កែវមកហើយយើងដាក់ចូលទូទឹកកកទៅបងប្អូនដាក់មកយកទៅដើម្បីឲ្យវាចូលជាតិបានឆ្ងាញ់ហើយធ្វើឲ្យល្ហុងទឹកសក់យើងហ្នឹងវាស្រួយស្រាប់បានឆ្ងាញ់អញ្ចឹងណាហើយថ្ងៃនេះគឺខ្ញុំញ៉ាំជាមួយនឹងសាច់ក្រកអាំងបងប្អូនសាច់ក្រកនេះគឺខ្ញុំទិញនៅផ្សារជីកម៉ងណារសជាតិអាចទទួលយកបានវាឆ្ងាញ់ត្រូវជាមួយល្ហុងដែរអញ្ចឹងណាបងប្អូនប៉ុន្តែវារៀងដិតបន្តិចសម្រាប់ខាងគ្រួសារខ្ញុំណាឥឡូវជ្រក់ល្ហុងខ្ញុំបានធ្វើរួចហើយឥឡូវយើងចាប់ដើមអាំងជាមួយនឹងសាច់ក្រកបងប្អូនខ្ញុំអាំងជាមួយនឹងចង្កៀងហ្គាវបងប្អូនហើយយើងដាក់กระดาษមកបន្ទាប់មកយើងដាក់ប្រេងអូលីវចូលបន្តិចមកដើម្បីកុំឲ្យវាខ្លោចតោះមកយើងដាក់សាច់ក្រកហ្នឹងចូលហើយយើងបើកភ្លើងតិចមែនតើបងប្អូននិយាយទៅអាំងសាច់ក្រកហ្នឹងតើមានការធ្មត់តិចណាដោយសារយើងអត់ប្រើជាមួយនឹងឆានខ្ជុំពេលដែលយើងដាក់អញ្ចឹងអាសាដូរកណ្ដាលតិចបងប្អូនសាច់ក្រកនេះគ្រាន់តែអាំងឆ្អិនប្រហែលជាអស់5ក្រាស់ដែរណាបងប្អូនអញ្ចឹងឥឡូវសាច់ក្រកឆ្អិនហើយតោះអញ្ចឹងភ្លក់សាច់ក្រកជាមួយនឹងជ្រក់ល្ហុងទាំងអស់គ្នាបងប្អូនហើយយើងថែមម្ទេសឆាអញ្ចេះទៀតមកនិយាយពីថាត្រូវគ្នាណាបងប្អូនអើយបើបានមានទឹកត្រជាក់ខ្លះសេទៀតអូននិយាយពីជាតិនឹងជាតិបងប្អូនអញ្ចឹងកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូមួយនេះអរគុណច្រើនមែនទែន